ក្នុង podcast ខ្ញុំចង់ប្រាប់បងប្អូនថាគឺខ្ញុំទៅប្រឡងខ្ញុំយកសមត្ថភាពខ្ញុំ បាទ ខ្ញុំយកពេលវេលាមានតម្លៃខ្ញុំយកការកំប្រឹងរបស់ខ្ញុំទៅប្រឡង yes ខ្ញុំអត់បានយកការអាណិតអាសូរដើម្បីឲ្យបងប្អូនគិតថាអូអាមួយនេះឡើងទៅប្រឡងដើម្បីការអាណិតសូរហើយបើសិនជាអត់មានសមត្ថភាពទេក៏ហើយអត់មានបងប្អូនស្រឡាញ់យើងអត់មានស្រឡាញ់វោតក៏ខ្ញុំអត់បានមកដល់ថ្ងៃនេះដែរ អូខេ គឺទាំងអស់ហ្នឹងចេញមកពីបងប្អូនទេ ហ្នឹងហើយ ខ្ញុំអត់បានយកការអាណិតអាសូរយកអីមកប្រឡងនេះជាពេលដែលខ្ញុំចង់និយាយវា បាទ ចាឥឡូវខ្ញុំបាននិយាយវាហើយ និយាយបាន អូខេ Yes គឺខ្ញុំប្រឡងហ្នឹងគឺខ្ញុំដាក់កាយដាក់ចិត្តខ្ញុំថាធ្វើម៉េចខ្ញុំឈ្នះហើយខ្ញុំសួរថាខ្ញុំឈ្នះដើម្បីអីខ្ញុំឈ្នះដើម្បីមុខមាត់គ្រូខ្ញុំដែរ អូខេ ទោះពេលនេះក៏រត់នៅមិនក៏ដោយ បាទ ទោះបីខ្ញុំធ្លាក់ក៏ខ្ញុំធ្លាក់ឲ្យវាមានមុខមាត់ដល់គ្រូខ្ញុំដែរថាគ្រូខ្ញុំខ្លាំង បាទ ខ្ញុំសម្រេចរហូតវគ្គសេមីខ្ញុំសម្រេចបំណងគាត់បានហើយរហូតចូលមកដល់វគ្គ final ចូលមកដល់វគ្គ final ខ្ញុំនិយាយឲ្យវា public ហ្មងវគ្គ final ហ្នឹងគឺវគ្គហ្នឹង play ខ្ញុំធ្វើខ្លួនឯងវគ្គដែល final ចាក់ហ្នឹងគឺ play ខ្ញុំធ្វើខ្លួនឯង តែឥឡូវបងសួរមួយណាព្រោះអាសាហ្នឹងបងដឹងតិចតួចអាណៃធ្វើ2បត់ត្រូវ ទៅពីបត់តែបត់ទី1ហ្នឹងខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងបើឡើងទៅតដង្ហើមខ្ញុំតពីម៉ាស៊ីនតខ្ញុំតដង្ហើមតដង្ហើមម៉ាស៊ីនតែអានេះវាជ្រៀងរបងនោះលោកឆាហើយយើងហែបមួយ audience មួយក្រោតទៀតក៏ខ្ញុំមានអារម្មណ៍ថាបត់នេះអត់ត្រូវមួយខ្ញុំក៏វត្តបត់នឹងចោលខ្ញុំធ្វើបត់មួយទៀតខ្ញុំហូរ color អាហ្នឹង color ខ្ញុំមក បាទ គួយគូសភ្លេងទុំសែនទៅបង DJ ជីបងបាយគិតអានេះមិនដែរដំបងសែនទៅគាត់ថាគាត់នឹងយេអូននេះស្រាប់អត់កើតឬអូននេះអត់លុយតែមិនណាសែនទៅឯងក៏ដាក់ I like it ម៉ែអូឆេយកឲ្យប៉ុណ្ណេះធ្វើតទៀតពីមុនក្មេងនេះអត់លុយតែពេលនេះក្មេងនេះវាលុយ យ៉ា ដាក់ចេញអាហ្នឹងមកហ្នឹងហើយក៏បោះឲ្យបងឈីធ្វើថែមទៀត អូខេ តែវាចេញជាសមិទ្ធផលមួយក៏ខ្ញុំសប្បាយចិត្តនៅក្នុងបទហ្នឹងដែរខ្ញុំស្ដាប់បទហ្នឹងហើយខ្ញុំដាក់កាសគ្រប់ពេលហើយបងឈីក៏គាត់រៀងភ័យដែរបងឌីជីឈីគាត់ថាអូននេះចិត្តដល់ថ្ងៃណាបងមានពេលកាយទៀត